អ្នកទាំងអស់គ្នាដឹងអត់ថាការញ៉ាំហឹរខ្លាំងជាប្រចាំអាចធ្វើឲ្យប្រឈមមុខជាមួយនឹងការកើតជំងឺមហារីកក្រពះសំណួរសួរថាអ្វីដែលគេនិយាយហ្នឹងគឺវាពិតឬក៏មិនពិតហើយចម្លើយនោះគឺពិតការញ៉ាំហឹរខ្លាំងជាប្រចាំពិតជាធ្វើឲ្យយើងប្រឈមមុខនឹងជំងឺមហារីកក្រពះពិតប្រាកដមែនប៉ុន្តែជំងឺមហារីកក្រពះគឺមិនមែនកើតឡើងដោយសារតែម្ទេសនោះទេស្ដាប់ទៅគឺអ្នកទាំងអស់គ្នាប្រហែលជាវល់បន្តិចហើយចម្លើយនោះគឺជំងឺមហារីកក្រពះ90%គឺគេបានរកឃើញថាវាកើតឡើងដោយសារតែបាក់តេរីមួយដែលរស់នៅក្នុងក្រពះរបស់យើងដែលមានឈ្មោះថា H pylori ចឹងមិនបានគេថាញ៉ាំហឹរខ្លាំងធ្វើឲ្យកើតជំងឺមហារីកក្រពះគឺម្ទេសមិនមែនជាអ្នកបង្កទេគឺវាចូលទៅជួយឲ្យជំងឺមហារីកក្រពះកើតឡើងកាន់តែឆាប់រហ័សជាងមុនឬក៏បង្កើនអត្រាដែលអាចទៅរួចនៃការកើតជំងឺមហារីកក្រពះកុំទាន់អាចឆ្ងល់ចឹងមកស្ដាប់ខ្ញុំបកស្រាយថាវាជួយជំរុញឲ្យកើតជំងឺមហារីកក្រពះតាមវិធីណាយើងដឹងស្រាប់ហើយថាម្ទេសគឺមានសារធាតុមួយដែលមានឈ្មោះថា capsaicin នៅពេលដែលយើងបរិភោគសារធាតុ capsaicin ចូលទៅក្នុងពោះយើងច្រើនទៅច្រើននេះគឺមានន័យថាញ៉ាំនៅក្នុងបរិមាណច្រើនគឺអ្នកដែលញ៉ាំហឹរខ្លាំងហើយញ៉ាំជាប្រចាំវានឹងធ្វើឲ្យជញ្ជាំងក្រពះរបស់យើងរលាកនៅពេលដែលមានការរលាកនោះក្រពះរបស់យើងនឹងចុះខ្សោយហើយបើសិនជានៅក្នុងក្រពះរបស់យើងមានបាក់តេរី H pylori នោះការរលាកដោយសារតែការញ៉ាំម្ទេសនឹងជួយឲ្យបាក់តេរី H pylori នេះបង្កើនល្បឿននៅក្នុងការធ្វើឲ្យក្រពះរបស់យើងវិវត្តទៅជាជំងឺមហារីកបាក់តេរី H pylori គឺវាធ្វើឲ្យយើងមានជំងឺមហារីកក្រពះដោយរបៀបណាគឺវាធ្វើឲ្យក្រពះរបស់យើងមានការរលាករ៉ាំរ៉ៃរយៈពេលវែងបើសិនជាបញ្យល់ឲ្យងាយយល់ហើយនឹងខ្លីៗគឺវាចាក់បញ្ចូលសារធាតុពុលចូលទៅក្នុងស្រទាប់ក្រពះរបស់យើងបន្តិចម្ដងជារៀងរាល់ថ្ងៃដែលធ្វើឲ្យកោសិការបស់ក្រពះមានការខូចខាតរហូតធ្វើឲ្យកោសិកានោះមានការលូតលាស់ខុសប្រក្រតីហើយវិវត្តទៅជាមហារីកនៅទីបំផុតបាក់តេរី H pylori នេះគឺមាននៅលើមនុស្សពាក់កណ្ដាលផែនដីគឺមានន័យថា50%នៃមនុស្សដែលនៅលើផែនដីគឺមានផ្ទុកបាក់តេរី H pylori នេះប៉ុន្តែដំណឹងល្អគឺមានតែ10ទៅ15%ទេដែលមានឱកាសវិវត្តទៅជាជំងឺមហារីកដោយសារតែពួកគេមានទម្លាប់មិនល្អដូចជាការបរិភោគហឹរខ្លាំងជារៀងរាល់ថ្ងៃការជក់បារីការផឹកស្រាគេមិនបានគ្រប់គ្រាន់ហើយនឹងការប្រើថ្នាំបំបាត់ការឈឺចាប់រយៈពេលវែងដូច្នេះហើយបើសិនជាយើងមិនធ្វើទម្លាប់ទាំងអស់នេះទោះបីជាយើងមានបាក់តេរី H pylori នៅក្នុងក្រពះរបស់យើងក៏វាមិនងាយមានឱកាសនៅក្នុងការវិវត្តក្លាយទៅជាជំងឺមហារីកបានដែរបើសិនជាចង់ដឹងច្បាស់ថានៅក្នុងក្រពះរបស់យើងមានបាក់តេរីនេះឬក៏អត់យើងអាចទៅពិនិត្យសុខភាពជាមួយនឹងគ្រូពេទ្យជំនាញបានហើយរកវិធីកម្ចាត់វាចោលចេញពីក្រពះយើងបើសិនជាយើងជាមនុស្សដែលចូលចិត្តបរិភោគរសជាតិហឹរខ្លាំងហើយញ៉ាំ